ទស្សនវិជ្ជាផ្លូវច្បាប់សំខាន់ណាស់នៅក្នុងដំណើរការនីតិរដ្ឋការគោរពច្បាប់ច្បាប់ហ្នឹងគឺសំខាន់ណាស់ដែលត្រូវតែបង្កើតឲ្យមានដើម្បីផ្ដល់ការការពារមិនមែនបង្កើតច្បាប់ដើម្បីជាកត្តាមួយគម្រាមកំហែងមិនឲ្យមានការធ្វើអីបានទេបង្កើតច្បាប់ដើម្បីការពារដើម្បីផ្ដល់អំណាចទៅដល់អ្នកដែលមានសិទ្ធិធ្វើកិច្ចការងារអីមួយឧទាហរណ៍ដូចជាច្បាប់ស្ដីពីរបបសារព័ត៌មាននៅក្នុងពេលបច្ចុប្បន្នវាមានប្រយោជន៍សម្រាប់អ្នកសារព័ត៌មានបានខ្លះក៏ប៉ុន្តែមានចំណុចដែលខ្សោយជាច្រើនដែលគួរតែពិនិត្យមើលឡើងវិញទី1ទី2យើងឃើញក្រមព្រហ្មទណ្ឌរបស់យើងមានចំណុចដែលជាហានិភ័យហើយកំពុងតែត្រូវបានប្រើប្រាស់ប្តឹងផ្ដល់ចោទប្រកាន់ឧទាហរណ៍ដូចជាអ្នកសារព័ត៌មានមួយរូបនៅក្នុងខេត្តឧត្តរមានជ័យថ្មីដែលទទួលរងការប្តឹងចោទប្រកាន់អ្នកសារព័ត៌មាននៅក្នុងខេត្តបន្ទាយមានជ័យដែលគាត់ត្រូវបានប្តឹងផ្ដល់ចោទប្រកាន់គឺក្រមព្រហ្មទណ្ឌនឹងឯងអ្នកសារព័ត៌មានយ៉ាងហោចណាស់6នាក់នៅក្នុងខែកុម្ភៈហ្នឹងគឺទទួលរងការប្តឹងផ្ដល់ការចោទប្រកាន់ប្រើប្រាស់ក្រមព្រហ្មទណ្ឌនឹងឯងបាទជំរាបសួរនេះខ្ញុំសុបិនជាពិធីការនីសូមស្វាគមន៍លោកអ្នកមកក្នុងកម្មវិធី podcast យុវតីសតវត្សទី21នៅក្នុងថ្ងៃនេះយើងមានប្រធានបទដែលសំខាន់ទាក់ទងទៅនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យហើយយើងក៏មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសផងដែរកុំឲ្យខាត់ពេលជួបវាគ្មិនកិត្តិយសយើងទាំងអស់គ្នាជំរាបសួរបាទជំរាបសួរចាអរគុណចាន់លោកដែលបានចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះជាដំបូងអនុញ្ញាតលោកជួយណែនាំខ្លួនបន្តិចឲ្យប្រិយមិត្តបានស្គាល់សូមអញ្ជើញបាទសូមជម្រាបសួរដល់ប្រិយមិត្តកំពុងតែតាមដានទស្សនាទាំងអស់គ្នាខ្ញុំឈ្មោះណប់វីជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាកម្ពុជាបាទចាអរគុណប្រធានបទថ្ងៃនេះគឺចំជាមួយនឹងអ្នកជំនាញផ្ទាល់តែម្ដងតកតងទៅនឹងនិយាយពីការផ្សព្វផ្សាយក្នុងពេលបច្ចុប្បន្នឃើញរូបភាពច្រើនមែនទែនប៉ុន្តែបើនិយាយអំពីតើអ្វីទៅគឺជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចំពោះលោកផ្ទាល់តើអ្វីទៅគឺជានិយមន័យត្រង់ពាក្យនេះដែរបើសិនជាយើងនិយាយអំពីប្រព័ន្ធផ្សព្វផ្សាយជាទូទៅគឺយើងសំដៅទៅដល់គ្រប់មធ្យោបាយនៃការផ្សាយព័ត៌មានដែលមានកំពុងតែប្រតិបត្តិការហ្នឹងសម្រាប់ផ្ដល់ព័ត៌មានជូនទៅដល់សាធារណជនទាំងអស់ប្រជាពលរដ្ឋទាំងអស់ក៏ប៉ុន្តែបើសិនជាយើងនិយាយអំពីរឿងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានន័យថានៅក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលមែនទែនទៅនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នមានប្រមាណជាខ្ទង់2000ជាងបើសិនជាយើងផ្អែកទៅលើអ្វីដែលជាតួលេខរបស់ក្រសួងព័ត៌មានហើយក្នុងហ្នឹងមានវិទ្យុប្រមាណជា200-300វិទ្យុអីចឹងមានទូរទស្សន៍ប្រមាណជាង20ស្ថានីយ៍ទូរទស្សន៍មានទូរទស្សន៍ខ្សែកាបមានប្រព័ន្ធផ្សព្វផ្សាយផ្នែក digital មាន website មាន social media អញ្ចឹងហើយនឹងមានកាសែតទស្សនាវដ្តីជាដើមហ្នឹងទាំងអស់វា2000ជាងប៉ុន្តែនៅក្នុងចំណោមជាង2000ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ហ្នឹងគឺមានមិនច្រើនទេដែលយើងហៅថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតើអ្វីជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យយើងសំដៅទៅដល់ប្រភេទនៃប្រព័ន្ធផ្សព្វផ្សាយដែលមានឯករាជ្យភាពគ្រប់គ្រាន់នៅក្នុងការផលិតខ្លឹមសារមាតិកានៃព័ត៌មានដើម្បីផ្សព្វផ្សាយទៅដល់សាធារណជនទូទៅហើយយើងអត់និយាយអំពីរឿងតាក់ទងជាមួយនឹងឯករាជ្យភាពហិរញ្ញវត្ថុឯករាជ្យភាពអីគឺមានន័យថាយើងនិយាយអំពីភាពឯករាជ្យហើយនឹងនៅក្នុងការសម្រេចចិត្តរបស់ប្រព័ន្ធផ្សព្វផ្សាយហ្នឹងនៅក្នុងការផលិតអ្វីដែលជាព័ត៌មានហើយព័ត៌មានហ្នឹងគឺយើងសំដៅទៅដល់ព័ត៌មានដែលជាប្រយោជន៍សាធារណៈបាទគេហៅ public interest media មានន័យថាប្រព័ន្ធផ្សព្វផ្សាយដែលគិតគូរអំពីផលប្រយោជន៍សាធារណៈហ្នឹងហើយគេហៅថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យពីព្រោះប្រព័ន្ធផ្សព្វផ្សាយបែបហ្នឹងគឺអ្វីដែលជាគោលបំណងអ្វីដែលជាតម្លៃសំខាន់របស់គាត់គឺគាត់គិតតែរឿងផលប្រយោជន៍សាធារណៈឲ្យគាត់អត់គិតអំពីរឿងថាការផ្សព្វផ្សាយព័ត៌មានរបស់គាត់នឹងមានផលប៉ះពាល់ទៅដល់មន្ត្រីណាមួយទៅដល់ក្រុមណាមួយទៅដល់បពុណាមួយគាត់អត់ខ្វល់ខ្វាយទេគាត់គិតថាបើសិនជាអ្វីដែលជាខ្លឹមសារនៃមាតិកាដែលគាត់ផ្សព្វផ្សាយហើយមាតិកាហ្នឹងវាជាទីចាប់អារម្មណ៍របស់សាធារណជនទូទៅឧទាហរណ៍យើងផ្ដោតទៅលើថាជាធម្មតាប្រព័ន្ធផ្សព្វផ្សាយកាលណាគេផលិតមាតិកាគេគិតអំពីថាតើអ្វីដែលជាការផ្សព្វផ្សាយហ្នឹងវា
ថ្មីអត់ទី1ទី2តើអ្វីដែលជាការផ្សព្វផ្សាយហ្នឹងវាជារឿងចំនួនទេចំនួនហ្នឹងគឺផ្ដោតទៅលើចំនួនរវាងសាធារណជនទូទៅឬមួយក៏ជាមួយនឹងខាងក្រុមហ៊ុនឯកជនចំនួនរបស់សហគមន៍ជាមួយនឹងរដ្ឋអាជ្ញាធរសាធារណៈឬមួយក៏រដ្ឋាភិបាលចំនួនជាមួយនឹងក្រុមហ៊ុនជាដើមហ្នឹងគឺអាហ្នឹងមានន័យថាជាទីចាប់អារម្មណ៍ជាតម្លៃនៃមាតិកាដែលគេត្រូវផលិតដើម្បីផ្ដល់ជូនទៅសាធារណជនទូទៅរឿងមួយផ្សេងទៀតរឿងតាក់ទងជាមួយនឹងអ្វីដែលជាព្រឹត្តិការណ៍ក៏ដោយតែព្រឹត្តិការណ៍ហ្នឹងវានៅជាទីចាប់អារម្មណ៍អ្វីក៏ដោយដែលវាមានផលប៉ះពាល់ទៅដល់ផលប្រយោជន៍សាធារណៈដល់សាធារណជនទូទៅទាំងអស់ហ្នឹងរួមជាមួយនឹងចំណុច 2-3 ចំណុចផ្សេងទៀតដែលខ្ញុំគិតថានឹងមិនជំរាបជូនបន្ថែមទេក៏ប៉ុន្តែជារួមគឺថាអ្វីក៏ដោយដែលជាខ្លឹមសារដែលមានផលប៉ះពាល់ទៅដល់ផលប្រយោជន៍សាធារណៈហ្នឹងគឺប្រព័ន្ធផ្សព្វផ្សាយហ្នឹងហ៊ានផ្សព្វផ្សាយគេហៅថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឯងកុំឲ្យតែប្រព័ន្ធផ្សព្វផ្សាយហ្នឹងគឺថានៅពេលដែលគាត់ចង់ផលិតមាតិកាអីមួយដែលគាត់យល់ឃើញថាត្រឹមត្រូវគាត់យល់ឃើញថាអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងរឿងផលប្រយោជន៍របស់សហគមន៍របស់សាធារណជនទូទៅក៏ប៉ុន្តែគាត់ត្រូវបានគេដាក់កម្រិតគេត្រូវបានគេដាក់កម្រិតគេថាមុននឹងផ្សាយព័ត៌មានហ្នឹងត្រូវឲ្យខ្ញុំមើលសិនបាទត្រូវឲ្យខ្ញុំមើលសិនឧទាហរណ៍មុននឹងផ្សាយព័ត៌មានអាហ្នឹងមិនបាច់ផ្សាយបានទេណាខ្ញុំជូនជាសគុណណាខ្ញុំជូនជាលុយអាចថាមិនចាំបាច់ផ្សាយបានទេអញ្ចឹងណាអញ្ចឹងបើសិនជាប្រព័ន្ធផ្សព្វផ្សាយគាត់យល់ឃើញគាត់ឯកភាពអញ្ចឹងឬមួយក៏គាត់ទទួលរងនៅការគំរាមកំហែងថាបើសិនអ្នកឯងហ៊ានផ្សព្វផ្សាយខ្ញុំនឹងប្តឹងអ្នកឯងខ្ញុំនឹងចាប់អ្នកឯងដាក់ពន្ធនាគាររបៀបហ្នឹងហើយដែលគេហៅថាប្រព័ន្ធផ្សព្វផ្សាយហ្នឹងគឺមិនឯករាជ្យទេបាទមិនឯករាជ្យទេឯករាជ្យលុះត្រាតែគាត់មានសមត្ថភាពគ្រប់គ្រាន់មានលទ្ធភាពគ្រប់គ្រាន់ហើយនឹងមានសេរីភាពគ្រប់គ្រាន់នៅក្នុងការផលិតនៅខ្លឹមសារមាតិកាដែលជាប្រយោជន៍សាធារណជនទូទៅបាទបញ្ជាក់ត្រង់ចំណុចនេះគឺសំខាន់មែនទែនតកតងទៅនឹងប្រព័ន្ធផ្សព្វផ្សាយទូទៅជារួមប៉ុន្តែនៅពេលដែលមានថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យគឺមានសុក្រិតភាពព័ត៌មានច្បាស់លាស់ត្រឹមត្រូវត្រង់ចំណុចនេះតើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានតួនាទីសំខាន់អ្វីខ្លះនៅក្នុងសង្គមប្រជាធិបតេយ្យទេចា៎បើសិនជាយើងនិយាយអំពីរឿងប្រព័ន្ធផ្សព្វផ្សាយតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីច្រើនណាស់ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីនៅក្នុងការផ្ដល់ព័ត៌មានបាទផ្ដល់ព័ត៌មានជម្រាបជូនអំពីអ្វីដែលជាព្រឹត្តិការណ៍ជម្រាបជូនអំពីអ្វីដែលនឹងមកដល់ឧទាហរណ៍យើងឃើញក្នុងពេលបច្ចុប្បន្ននេះមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនគាត់បានជូនដំណឹងអំពីរឿងការប្រែប្រួលអាកាសធាតុគាត់ជូនដំណឹងអំពីអ្វីដែលនឹងប្រែប្រួលនៅក្នុងរយៈពេល 2-3 ថ្ងៃទៅខាងមុខឬមួយក៏ក្នុងរយៈពេល1សប្តាហ៍2សប្តាហ៍1ខែ2ខែទៅមុខប្រព័ន្ធផ្សព្វផ្សាយបែបហ្នឹងគេហៅថាដើរតួនាទីមួយដើម្បីជម្រាបជូនដំណឹងទៅដល់សាធារណជនទូទៅភាសាអង់គ្លេសគេហៅថា inform ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយខ្លះទៀតជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលយើងទៅជែកគ្នាមិញហ្នឹងណាបើនៅក្នុងលក្ខខណ្ឌនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលគាត់មានសមត្ថភាពគាត់មានវិជ្ជាជីវៈគាត់មានជំនាញឯកទេសរបស់គាត់ច្បាស់លាស់គាត់បំពេញតួនាទីបានតួនាទីមួយទៀតគឺតួនាទី reform មិញ inform ហើយប្រព័ន្ធផ្សព្វផ្សាយមួយកម្រិតទៀតដែលគាត់ដើរតួនាទី reform ហ្នឹងគឺសំដៅទៅដល់អ្វីដែលខ្លឹមសារនៃមាតិកាអ្វីដែលជាកម្មវិធីដែលគាត់ផលិតហ្នឹងគឺអាចជួយជំរុញឲ្យមានកំណែទម្រង់ជួយជំរុញឲ្យមានការផ្លាស់ប្ដូរអិរិយាបថរបស់ប្រជាជនឧទាហរណ៍ប្រព័ន្ធផ្សព្វផ្សាយខ្លះគាត់មានគេហៅថាវិធីសាស្ត្រច្រើននៅក្នុងការផលិតមាតិកានៃ content របស់គាត់មាតិកានៃព័ត៌មានមាតិកានៃកម្មវិធីរបស់គាត់ដើម្បីអប់រំធ្វើម៉េចឲ្យប្រជាពលរដ្ឋគាត់ផ្លាស់ប្ដូរអិរិយាបថឧទាហរណ៍តាក់ទងសុខភាពកាលមុនគាត់រួមភេទអត់ប្រើស្រោមអនាម័យក្រោយមកទៀតគាត់ប្រើស្រោមអនាម័យការពារជំងឺឆ្លងការផ្សព្វផ្សាយដើម្បីអប់រំប្រជាពលរដ្ឋអំពីរឿងការការពារខ្លួនពីជំងឺរបេងបាទត្រូវធ្វើរបៀបម៉េចការអប់រំប្រជាពលរដ្ឋឲ្យគាត់បញ្ឈប់ការប្រើប្រាស់ឧទាហរណ៍គ្រឿងស្រវឹងការប្រើប្រាស់បារីការជក់បារីអញ្ចឹងនៅពេលដែលប្រជាជនគាត់យល់ប្រជាពលរដ្ឋគាត់យល់គាត់ផ្លាស់ប្ដូរអិរិយាបថការប្រព្រឹត្តរបស់គាត់ឈប់ជក់បារីសុខភាពគាត់បានល្អប្រសើរអញ្ចឹងមានន័យថាគាត់ជួយជំរុញឲ្យមានកំណែទម្រង់ប៉ុន្តែកំណែទម្រង់មួយទៀតឧទាហរណ៍ដូចជាថ្មីនេះយើងឃើញមានការទៅជែកគ្នាច្រើនណារឿងតាក់ទងជាមួយនឹងកំណែទម្រង់រដ្ឋបាលនៅមូលដ្ឋានឬមួយក៏ពេលដែលកម្ពុជាយើងមានចំនួនព្រំដែនការឈ្លានពានរបស់ទាហានថៃចូលមកក្នុងទឹកដីកម្ពុជាយើងឃើញមានការជជែកគ្នាច្រើនអំពីថាតើកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យខ្លួនឯងខ្លាំងតើធ្វើម៉េចដើម្បីឲ្យយើងមានសមត្ថភាពគ្រប់គ្រាន់ការពារខ្លួនយើងដើម្បីកាត់បន្ថយនៅការពឹងផ្អែកទៅលើរដ្ឋបរទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបានអញ្ចឹងនៅក្នុងហ្នឹងគឺគេមាន
លើកចំណុចមួយចំនួនតាក់ទងជាមួយនឹងរឿងកំណែតម្រង់រដ្ឋបាលសាធារណៈរឿងតាក់ទងនឹងការកាត់បន្ថយមន្ត្រីឲ្យបាននៅតូចបាទដោយប្រទេសជិតខាងប្រទេសអភិវឌ្ឍដូចជានៅជប៉ុនប្រជាជនគេ100លានអ្នកជាងគេមានក្បាលម៉ាស៊ីនដឹកនាំតែ18នាក់អីចឹងជាដើមដូចនៅវៀតណាមនៅថៃនៅសិង្ហបុរីនៅប្រទេសផ្សេងៗទៀតច្រើនណាស់បាទគេអត់មានថ្នាក់ដឹកនាំអត់មានមន្ត្រីនៅខាងលើច្រើនពេកអញ្ចឹងទេអញ្ចឹងគេជជែកគ្នាអំពីរឿងកំណែតម្រង់បែបហ្នឹងនៅពេលដែលមានការជជែកគ្នារូបភាពបែបហ្នឹងប្រព័ន្ធផ្សព្វផ្សាយចាប់ផ្ដើមដើរតួនាទីសំខាន់មួយដើម្បីគេហៅតួនាទីមួយទៀតគេហៅ watchdog មានន័យថាជាអ្នកឃ្លាំមើលតើការរៀបចំគោលនយោបាយដើម្បីកំណែតម្រង់ហ្នឹងវាអាចមានប្រសិទ្ធភាពអត់គេជជែកគ្នាអំពីរឿងឧទាហរណ៍ថាទាហានឈ្មោះទាហានខ្មោចទាហានអីចឹងឧទាហរណ៍ចឹងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីមួយសំខាន់ទៀតដើរឃ្លាំមើលថាតើដែលការធ្វើកំណែតម្រង់ហ្នឹងមានប្រសិទ្ធភាពអត់បើអត់តើហេតុអីតើចំណុចអីដែលជាបញ្ហាជាឧបសគ្គជាកត្តារាំងស្ទះចំណុចមួយទៀតឧទាហរណ៍មានការដាក់ចេញនៅយុទ្ធសាស្ត្រនិងវិធានការក្តៅរបស់រដ្ឋាភិបាលនៅក្នុងការបំបត្តិ online scam ជាដើមដែលជាបញ្ហាដែលកំពុងជាទីចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិដែលគេកំពុងតែយកចិត្តទុកដាក់ឲ្យគេមើលឃើញថារដ្ឋាភិបាលមានវិធានការក្តៅប្រឆាំងជាមួយនឹង scam online អញ្ចឹងប្រព័ន្ធផ្សព្វផ្សាយត្រូវដើរតួនាទីសំខាន់មួយទៀតដែរដើរតួនាទីឃ្លាំមើលតើការអនុវត្តរបស់មន្ត្រីមូលដ្ឋានជាមួយនឹងការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ជាតិហ្នឹងពិតជាមានគេហៅថាភាពស៊ីគ្នាអត់ឬមួយក៏តើមានចំណុចអីដែលជាចំណុចឆក់ល្វែងចំណុចកត្តារាំងស្ទះឬអ្វីដែលជាអំពើពុករលួយដែលកើតនៅពីក្រោយហ្នឹងដែលធ្វើឲ្យការសម្រេចចិត្តរបស់រដ្ឋបាលថ្នាក់ជាតិហ្នឹងមិនអាចទទួលបានជោគជ័យចឹងយើងឃើញនៅក្នុងដំណើរការទាំងអស់ហ្នឹងតួនាទីប្រព័ន្ធផ្សព្វផ្សាយហ្នឹងសំខាន់ណាស់បើអត់មានតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយទេខ្ញុំយល់ឃើញថាកំណែតម្រង់ស៊ីជម្រៅណាក៏ដោយគឺពិបាកនៅក្នុងការសម្រេចបានមួយទៀតប្រព័ន្ធផ្សព្វផ្សាយហ្នឹងក៏ដើរតួនាទីនៅក្នុងការផ្ដល់សម្លេងទៅដល់ជនដែលមិនមានសម្លេងយើងមើលប្រជាពលរដ្ឋឬក្រុមណាដែលមិនមានសម្លេងប្រជាជនជនជាតិដើមភាគតិចនៅសហគមន៍ខេត្តរតនគិរីមណ្ឌលគិរីព្រះវិហារកោះកុងពោធិ៍សាត់បាទឆ្ងាយឧត្តរមានជ័យយើងឃើញឯពួកគាត់សិតតែជាសហគមន៍ជនជាតិដើមភាគតិចរស់នៅ15ខេត្តក្រុងក្នុងប្រទេសកម្ពុជាយើងអញ្ចឹងគាត់ពិបាកនៅក្នុងការស្វែងរកមធ្យោបាយដើម្បីនិយាយទៅកាន់រដ្ឋាភិបាលប្រព័ន្ធផ្សព្វផ្សាយធ្វើដំណើរទៅនឹងជួបគាត់និយាយពិនិត្យមើលអ្វីដែលជាបញ្ហាពិនិត្យមើលអ្វីដែលជាការស្នើរបស់គាត់អ្វីដែលជាតម្រូវការជាក់ស្ដែងយកសម្លេងរបស់ពួកគាត់ផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឯងហ្នឹងដើម្បីឲ្យឮទៅដល់រដ្ឋាភិបាលកន្លែងហ្នឹងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីជាអ្នកផ្ដល់សម្លេងផងគឺជាស្ពានផងដែលយើងហៅថាស្ពានដើម្បីចម្លងផ្សារភ្ជាប់ពីអ្វីដែលតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានជា demand side ហ្នឹងទៅដល់ supply side អ្នកណាជា supply side គឺរដ្ឋាភិបាលហ្នឹងឯងពីព្រោះរដ្ឋាភិបាលគាត់ជាប់ឆ្នោតតាមរយៈការបោះឆ្នោតរបស់ប្រជាពលរដ្ឋគាត់ត្រូវបម្រើប្រជាពលរដ្ឋវិញដូច្នេះពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការឃ្លាំមើលនៅក្នុងការអនុវត្តតួនាទីជាស្ពានហ្នឹងគឺទៅមើលអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋហើយយកអាហ្នឹងយកមកជំរាបជូនដំណឹង inform ទៅដល់រដ្ឋាភិបាលដើម្បីឲ្យឆ្លើយតបអ្វីដែលជាកង្វះខាតចា៎ស្ដាប់ត្រង់ចំណុចនេះហើយឃើញថាប្រព័ន្ធផ្សព្វផ្សាយអ្នកដែលផ្ដល់ព័ត៌មានមានសារៈសំខាន់ត្រឹមតែស្ពានមិនត្រឹមតែចម្លងទេប៉ុន្តែឃ្លាំមើលនៅអ្វីដែលជាការឆ្លើយតបការអនុវត្តជាក់ស្ដែងជាលទ្ធផលជូនដល់ប្រជាពលរដ្ឋហើយពីប្រជាពលរដ្ឋវិញក៏មានអ្វីទៅកាន់រដ្ឋាភិបាលវិញចំណុចសំខាន់មួយទៀតនិយាយអំពីភាពឯករាជ្យនៃសារព័ត៌មានផ្ដល់សារៈសំខាន់ឬក៏ជួយអីខ្លះទៅដល់ប្រជាពលរដ្ឋឬសង្គមជាពិសេសអ្នកដែលគាត់ជាអ្នកអានព័ត៌មានតាមដានស្ដាប់ព័ត៌មានវិញចា៎នៅក្នុងសង្គមប្រជាធិបតេយ្យយើងហៅថាប្រជាពលរដ្ឋជាម្ចាស់អំណាចមិនអញ្ចឹងព្រោះកាលណាគេនិយាយពីប្រជាធិបតេយ្យខ្ញុំជឿថាប្រជាពលរដ្ឋគាត់យល់អស់ហើយគាត់យល់គាត់ដឹងថាបើយើងហ៊ាននិយាយថាសង្គមប្រជាធិបតេយ្យគឺប្រជាពលរដ្ឋជាម្ចាស់អំណាចជាម្ចាស់ប្រទេសប៉ុន្តែប្រជាពលរដ្ឋទាំងអស់មិនអាចទៅដឹកនាំប្រទេសបានទេអញ្ចឹងគាត់ប្រើប្រាស់តួនាទីសំខាន់មួយគឺការបោះឆ្នោតការដាក់សញ្ញាឆ្នោតដើម្បីជ្រើសរើសអ្នកដែលគាត់ពេញចិត្តឲ្យដើរតួនាទីជាតំណាងរបស់ពួកគាត់នៅសភាហើយសភាហ្នឹងគឺបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាលអញ្ចឹងប្រព័ន្ធផ្សព្វផ្សាយកន្លែងហ្នឹងមានតួនាទីសំខាន់ខាងដើមខ្ញុំបានជម្រាបជូនរួចហើយថានៅក្នុងតួនាទីមួយសំខាន់កន្លែងនេះគឺជាស្ពាន
ជាស្ពានដើម្បីបង្ហាញថាអ្នកតម្រូវការរបស់ម្ចាស់ឆ្នោតហ្នឹងជាមួយនឹងការផ្គត់ផ្គង់របស់អ្នកដែលត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យហ្នឹងពិតជាបានបន្ស៊ីគ្នាហើយនៅឬមួយក៏នៅមានចំណុចអីដែលជាចំណុចខ្វះខាតយើងដឹងអំពីបញ្ហាមួយទៀតនៅប្រទេសកម្ពុជាយើងបញ្ហារឿងអំពើពុករលួយនេះនៅតែជាអាចនិយាយបានថាជាឆ្អឹងទៅតឹងកនៅក្នុងការជំរុញកត្តាអភិវឌ្ឍប្រទេសជាតិនៅក្នុងការតាក់ទាញឲ្យមានវិនិយោគិនដែលគេអាចចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ដែរដើម្បីពិនិត្យមើលអំពីចំណុចដែលជាកត្តារាំងស្ទះឬមួយក៏អំពីការប្រព្រឹត្តរបស់អ្នកគេហៅថាអ្នកផ្គត់ផ្គង់សេវាអ្នកផ្ដល់សេវាមានន័យថាខាងរដ្ឋាភិបាលហ្នឹងគឺគាត់ដើរតួនាទីគាត់ពិនិត្យមើលហើយគាត់អាចនឹងធ្វើការផ្សព្វផ្សាយចំពោះចំណុចអវិជ្ជមានចំពោះចំណុចខ្វះខាតទាំងអស់ហ្នឹងចំណុចមួយទៀតបើកាលណាយើងនិយាយអំពីរឿងសង្គមប្រជាធិបតេយ្យយើងនិយាយអំពីសសរស្តម្ភសំខាន់មួយចំនួនក្នុងហ្នឹងរួមមានទី1ត្រូវមើលថាមានការគោរពសិទ្ធិមនុស្សទេទី2ត្រូវមើលអំពីរឿងមូលដ្ឋានគ្រឹះនៃសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋយើងហៅថា fundamental freedom ក្នុងហ្នឹងមានសេរីភាពច្រើនណាស់ប៉ុន្តែទី3ដែលយើងត្រូវមើលគឺគេហៅថានីតិរដ្ឋហ្នឹងគឺមានន័យថាប្រទេសដែលគោរពច្បាប់បាទមានច្បាប់ហើយគឺគោរពច្បាប់មិនអញ្ចឹងដឹកនាំដោយច្បាប់អញ្ចឹងបើសិនជាយើងមើលទាំងអស់ហ្នឹងវាមានន័យថាសសរស្តម្ភ3សំខាន់បើតែយើងនិយាយអំពីអ្នកអនុវត្តអំពីសសរស្តម្ភ3សំខាន់ហ្នឹងគឺយើងសំដៅទៅដល់សភាសំដៅដល់តុលាការទៅដល់រដ្ឋាភិបាលមិនអញ្ចឹងក៏ប៉ុន្តែនៅក្នុងដំណើរការជំរុញឲ្យមាននីតិរដ្ឋដំណើរការជំរុញប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សនិងមូលដ្ឋានគ្រឹះរបស់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋហ្នឹងវាលុះត្រាតែមានសុខចិត្តមានគេហៅថាភ្នាក់ងារមួយសំខាន់ទៀតដើម្បីចូលរួមហ្នឹងគឺប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹង4នឹងឯងបាទអញ្ចឹងហើយបានយើងនិយាយអំពីរឿងអំណាចដែលដើម្បីឲ្យយើងដំណើរការប្រជាធិបតេយ្យបានល្អគេថាតើមាន check balance មិនអញ្ចឹងមានតុល្យភាពអំណាចបាទមានការធ្វើម៉េចឲ្យអំណាចទាំងអស់ហ្នឹងអាចត្រួតពិនិត្យគ្នាបានប៉ុន្តែចំណុចសំខាន់បើសិនជាអំណាចទាំងអស់ហ្នឹងគឺថាมันអាចបែងចែកដាច់ពីគ្នាអញ្ចឹងមានន័យថាតើយើងបានអំណាចអីដើម្បីជួយត្រួតពិនិត្យអំណាចផ្សេងទៀតនៅក្នុងការធានាថាការអនុវត្តអំណាចរបស់អំណាច3ផ្សេងទៀតហ្នឹងគឺថាមានប្រសិទ្ធភាពអាចត្រួតពិនិត្យគ្នាបានខ្ញុំយល់ឃើញថាមានរឿងប្រព័ន្ធផ្សព្វផ្សាយនឹងឯងក៏ប៉ុន្តែរឿងដែលសំខាន់អំណាចព័ត៌មានហ្នឹងរឿងសំខាន់มันអាចអនុវត្តទៅបានมันអាចធានាបានទេបើសិនជាអំណាចសារព័ត៌មានហ្នឹងគឺมันមានគុណភាពគ្រប់គ្រាន់ដើម្បីឲ្យអំណាចសារព័ត៌មានជាអំណាចទី4មែនជាអំណាចមួយដែលមានគុណភាពត្រួតពិនិត្យបានយើងត្រូវការប្រភេទប្រព័ន្ធផ្សព្វផ្សាយដែលមានសមត្ថភាពពេញលេញដែលមានលទ្ធភាពគ្រប់គ្រាន់ដែលមានគេហៅថាឯកទេសវិជ្ជាជីវៈត្រឹមត្រូវនៅក្នុងការធ្វើកិច្ចការងារបំពេញភារកិច្ចទាំងអស់ហ្នឹងប៉ុន្តែបើសិនជាយើងពិនិត្យមកវិញយើងឆ្លោះបញ្ចាំងមកវិញសួរថាតើយើងនៅឯណានៅក្នុងពេលបច្ចុប្បន្នយើងនៅណាខ្ញុំថាយើងនៅឆ្ងាយហើយបើសិនយើងទាំងអស់គ្នាយើងដាក់អ្វីដែលជាផលប្រយោជន៍របស់ជាតិយើងដាក់អ្វីដែលជាការចង់បានរួមគ្នារបស់យើងដំណើរការប្រទេសជាតិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សការគោរពហើយនឹងអនុវត្តនៅសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនីតិរដ្ឋហើយនឹងការធានាអំពីការប្រើប្រាស់អំណាចទាំងអស់ទាំង4ហ្នឹងប្រកបដោយភាពត្រឹមត្រូវខ្ញុំថារឿងដែលសំខាន់បំផុតគឺត្រូវធានាឲ្យបាននៅការអនុវត្តសេរីភាពសារព័ត៌មានជាពិសេសធានាឲ្យបានការពារឲ្យបានចំពោះការអនុវត្តទូនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹងឯងបាទមកដល់ចំណុចនេះខ្ញុំចាប់ផ្ដើមសង្កេតឃើញថាបើសិនជាថ្ងៃណាមួយប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានទៅដល់ចំណុចមួយដែលរឹងមាំមានស្ថាប័នអាចធានាបាននៅភាពរឹងមាំនៃឯករាជ្យភាពបានត្រឹមទៅដល់ចំណុចនេះខ្ញុំថានឹងមានចំណុចសំខាន់ជាច្រើនទៀតដែលត្រូវឆ្លងកាត់មានការលំបាកត្រង់ចំណុចនោះនៅក្រោមស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យប្រកាសនឹងមានអ្នកសារព័ត៌មានជានេះខ្ញុំចង់ដឹងថាតើអ្នកសារព័ត៌មានឬក៏ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹងអំឡុងពេលនៃពេលបច្ចុប្បន្ននេះនៅជួបបញ្ហាប្រឈមអីខ្លះទៀតព្រោះដើម្បីបង្ហាញព័ត៌មានជាក់ស្ដែងត្រឹមត្រូវបម្រើប្រជាពលរដ្ឋត្រូវផ្សព្វផ្សាយព័ត៌មានឲ្យបានពេញលេញប្រកាសណាស់ឆ្លងកាត់នៅការលំបាកជាច្រើនអញ្ចឹងបើនេះខ្ញុំចង់ឲ្យលោកជួយបញ្ជាក់តិចថាបញ្ហាប្រឈមធំសំខាន់អីខ្លះយើងមានការជួបបញ្ហាប្រឈមច្រើនបើនិយាយអំពីរឿងទស្សនវិជ្ជាផ្លូវច្បាប់ពីព្រោះទស្សនវិជ្ជាផ្លូវច្បាប់សំខាន់ណាស់នៅក្នុងដំណើរការនីតិរដ្ឋការគោរពច្បាប់ហ្នឹងគឺសំខាន់ណាស់ដែលត្រូវតែបង្កើតឲ្យមាន
ដើម្បីផ្ដល់ការការពារមិនមែនបង្កើតច្បាប់ដើម្បីជាកត្តាមួយគម្រាមកំហែងមិនឲ្យមានការធ្វើអីបានទេបង្កើតច្បាប់ដើម្បីការពារដើម្បីផ្ដល់អំណាចទៅដល់អ្នកដែលមានសិទ្ធិធ្វើកិច្ចការងារអីមួយឧទាហរណ៍ដូចជាច្បាប់ស្ដីពីរបបសារព័ត៌មាននៅក្នុងពេលបច្ចុប្បន្នវាមានប្រយោជន៍សម្រាប់អ្នកសារព័ត៌មានបានខ្លះក៏ប៉ុន្តែមានចំណុចដែលខ្សោយជាច្រើនដែលគួរតែពិនិត្យមើលឡើងវិញទី1ទី2យើងឃើញក្រមព្រហ្មទណ្ឌរបស់យើងមានចំណុចដែលជាហានិភ័យហើយកំពុងតែត្រូវបានប្តឹងផ្ដល់ប្រើប្រាស់ប្តឹងផ្ដល់ចោទប្រកាន់ឧទាហរណ៍ដូចជាអ្នកសារព័ត៌មានមួយរូបនៅក្នុងខេត្តឧត្តរមានជ័យថ្មីដែលទទួលរងការប្តឹងចោទប្រកាន់អ្នកសារព័ត៌មាននៅក្នុងខេត្តបន្ទាយមានជ័យដែលគាត់ត្រូវបានប្តឹងផ្ដល់ចោទប្រកាន់ហ្នឹងគឺក្រមព្រហ្មទណ្ឌនឹងឯងអ្នកសារព័ត៌មានយ៉ាងហោចណាស់6នាក់នៅក្នុងខេត្តកុម្ភៈហ្នឹងគឺទទួលរងការប្តឹងផ្ដល់ការចោទប្រកាន់ប្រើប្រាស់ក្រមព្រហ្មទណ្ឌនឹងឯងបាទអញ្ចឹងយើងត្រូវពិនិត្យមើលនៅក្នុងចំណុចហ្នឹងរឿងអីទៀតឧទាហរណ៍ដូចជាថ្មីនេះក្រសួងព័ត៌មានលោកបានដាក់ចេញនៅគេហៅថាធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅក្នុងឆ្នាំ2024ហើយនៅក្នុងឆ្នាំ2000ដូចជាឆ្នាំ2025បាទហើយនៅក្នុងចុងឆ្នាំ2025ហ្នឹងយើងឃើញមានការដាក់ឲ្យប្រើនៅប្រកាសស្ដីពីគេហៅថាវិធានគុណវុឌ្ឍិរបស់អ្នកសារព័ត៌មានដាក់លក្ខខណ្ឌផ្សេងដើម្បីឲ្យអ្នកសារព័ត៌មានហ្នឹងទៅបំពេញដើម្បីទទួលបានគេហៅថាបានសារព័ត៌មានអីចឹងជាដើមហ្នឹងអាហ្នឹងគឺជាកត្តារាំងស្ទះកត្តាប្រឈមពីព្រោះមែនទែនទៅអ្នកសារព័ត៌មានគាត់បំពេញតួនាទីដើម្បីផលប្រយោជន៍សាធារណៈដូចខ្ញុំពន្យល់ខាងដើមហ្នឹងអញ្ចឹងដូច្នេះយើងអត់គួរមានលក្ខខណ្ឌតម្រូវអីច្រើនពេកទេបើកាលណាមានលក្ខខណ្ឌតម្រូវស្មុគស្មាញខ្ញុំជឿថាអ្វីដែលបាត់បង់គឺផលប្រយោជន៍សាធារណៈមិនមែនបាត់បង់ចំពោះការបំពេញតួនាទីរបស់អ្នកសារព័ត៌មានទេហើយបើសិនជារដ្ឋាភិបាលលោកចង់ឃើញឲ្យមានការជំរុញនិងការលើកកម្ពស់ផលប្រយោជន៍សាធារណៈខ្ញុំថារឿងដែលត្រូវធ្វើសំខាន់ជាងគេគឺរឿងការផ្ដល់សិទ្ធិផ្ដល់អំណាចទៅដល់អ្នកសារព័ត៌មានហើយការជួយផ្ដល់ការពារទៅដល់អ្នកសារព័ត៌មានការផ្ដឹងចោទប្រកាន់លើអ្នកសារព័ត៌មានគួរតែមានការពិនិត្យពិចារណាឡើងវិញហើយគួរតែកុំបន្តសកម្មភាពនៅក្នុងការផ្ដល់ប្រឆាំងនឹងអ្នកសារព័ត៌មាននៅកម្ពុជាយើងកត់ត្រាចំនួននៃការកើនឡើងលើការផ្ដល់អ្នកសារព័ត៌មានច្រើនណាដូចជានៅក្នុងឆ្នាំ2024ដែលយើងកត់ត្រាចំនួន41ករណីហ្នឹងមានការប្តឹងលើអ្នកសារព័ត៌មានរហូតដល់ 68% នៅឆ្នាំ2025យើងកត់ត្រាករណី61ករណីចំនួននៃការប្តឹងផ្ដល់ដោយប្រើប្រាស់ប្រព័ន្ធច្បាប់លើអ្នកសារព័ត៌មានហ្នឹងមានរហូតដល់ 73% អញ្ចឹងកើនឡើងច្រើនមែនទែនដែលធ្វើឲ្យយើងមានការព្រួយបារម្ភបើសិនជាវត្តមាននៃការប្តឹងផ្ដល់កាន់តែច្រើនទៅទៀតវាធ្វើឲ្យអ្នកសារព័ត៌មានទាំងអស់មានភាពរអាភ័យខ្លាចឬមួយក៏រួញរានៅក្នុងការផ្សព្វផ្សាយព័ត៌មានអីមួយដែលខ្ញុំយល់ឃើញថាវាតាក់ទងជាមួយនឹងរឿងផលប្រយោជន៍សាធារណៈអាហ្នឹងគឺជាចំណុចដែលយើងគួរតែមានការពិនិត្យការពិចារណាដែរនេះខ្ញុំអត់ទាន់បាននិយាយអំពីរឿងតាក់ទងជាមួយនឹងបញ្ហាប្រឈមនៃការបាត់បង់ធនធានផងយើងឃើញប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំត្រូវបានបិទបញ្ចប់ប្រតិបត្តិការរបស់ខ្លួនជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយបោះពុម្ពផ្សាយហ្នឹងនៅក្នុងរយៈពេលនៃ COVID 3ឆ្នាំ2021ឆ្នាំ2022មានប្រព័ន្ធផ្សព្វផ្សាយបិទច្រើននេះដោយសារហេតុអីដោយសារតែកត្តារឿងធនធានដើម្បីយកមកគ្រប់គ្រងទៅដល់ដំណើរការប្រតិបត្តិការក្រោយពីបិទបញ្ចប់នៅការបោះពុម្ពផ្សាយជាបន្តបន្ទាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតក៏កំពុងតែពិនិត្យហើយនឹងអាចនឹងមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតនឹងបិទជាបន្តបន្ទាប់ទៅទៀតនេះគឺជាកត្តាជាឧបសគ្គមួយជាបញ្ហាប្រឈមមួយគឺតាក់ទងជាមួយនឹងរឿងធនធានដើម្បីយកមកធ្វើប្រតិបត្តិការនៅកម្ពុជាយើងការពឹងផ្អែកទៅលើការគៀកោចំណូលតាមរយៈការធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយជាមួយនឹងវិស័យឯកជនហ្នឹងគឺថានៅមានកម្រិតនៅឡើយហើយជាពិសេសក្រោយពេលដែលយើងមានវិបត្តិរឿង COVID-19 ក្រោយពេលដែលយើងមានបញ្ហាសេដ្ឋកិច្ចអីមកគឺថាសូម្បីតែក្រុមហ៊ុនឯកជនហ្នឹងក៏ពិបាកនៅក្នុងការស្វែងរកចំណូលដើម្បីផ្គត់ផ្គង់ដំណើរការប្រតិបត្តិការផងអញ្ចឹងដូច្នេះហើយការកាត់បន្ថយនៅក្នុងការចំណាយខ្ញុំជឿថានឹងមានជាបន្តបន្ទាប់ហើយមួយវិញទៀតការរីកចម្រើននៃប្រព័ន្ធ Digital ក៏ជាកត្តាធ្វើឲ្យមាន
បញ្ហាប្រឈមធ្ងន់ធ្ងរដែរទៅដល់ការគៀកោចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយជាពិសេសប្រព័ន្ធផ្សព្វផ្សាយគេហៅថាប្រពៃណីដែលមានទូរទស្សន៍ដែលមានវិទ្យុឬមួយក៏សូម្បីតែប្រព័ន្ធ digital ខ្លួនឯងហ្នឹងក៏មានសមត្ថភាពតិចតួចនៅឡើយទេវាតកតងសមត្ថភាពដែរសមត្ថភាពរបស់យើងពីព្រោះយើងដឹងហើយបើនិយាយអំពីរឿងសមត្ថភាពនៃការផ្សារភ្ជាប់ទំនាក់ទំនងរបស់យើងជាមួយពិភពលោកខាងក្រៅខ្ញុំថាកម្ពុជាយើងនៅឆ្ងាយពីគេណាបាទពិភពលោកខាងក្រៅខ្ញុំសំដៅទៅដល់ឧទាហរណ៍ដូចជាគេហៅថាការគិតគូរអំពីរឿងភាពរស់រានឬមួយក៏ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយរបស់បណ្ដាប្រទេសនៅសហគមន៍អឺរ៉ុបនៅអាមេរិកឬមួយក៏នៅបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀតគឺគេមានកំណើនគេមានដំណើរការមានវឌ្ឍនភាពរបស់គេគួរឲ្យកត់សម្គាល់មុនយើងឆ្ងាយហ่ะបាទនៅពេលមកដល់សម័យ digital យើងឃើញថាមានការប្រកួតប្រជែងច្រើនក៏បាត់បង់នៅចំណូលច្រើនហើយមួយទៀតឧបសគ្គជាច្រើនដែលលោកបានរៀបរាប់អំបីមិញឃើញថាសុទ្ធសឹងតែជាបញ្ហាប្រឈមធំដែលធ្វើឲ្យមិនថាអ្នកសារព័ត៌មានសូម្បីតែស្ថាប័នខ្លួនឯងពេលខ្លះទប់អត់ចង់ជាប់ដែរតែជាដំណោះស្រាយជារួមអំឡុងពេលប្រហែលឆ្នាំចុងក្រោយមកនេះថាលោកឃើញថាអ្វីដែលជាដំណោះស្រាយរួមក្នុងការទប់ក្នុងការជួយពង្រឹងសមត្ថភាពទៅដល់អ្នកសារព័ត៌មានក៏ដូចជាស្ថាប័នសារព័ត៌មានឯករាជ្យដែរចា៎រឿងសមត្ថភាពគឺជាបញ្ហាចម្បងនៅពេលដែលយើងមានឈានមកដល់យុគសម័យ digital ការប្រែប្រួលនៃបច្ចេកវិទ្យាគួបផ្សំជាមួយនឹងរឿងសមត្ថភាពពេលខ្លះសមត្ថភាពយើងប្រែប្រួលអត់ទាន់បច្ចេកវិទ្យាទេចា៎សមត្ថភាពយើងនៅគិតអំពីរឿងការសរសេរសម្រាប់កាសែតសម្រាប់ទស្សនាវដ្តីសម្រាប់វិទ្យុប៉ុន្តែបច្ចេកវិទ្យាថ្មីគេធ្វើ content មាតិកាសម្រាប់ប្រព័ន្ធ digital រួចទៅហើយដូច្នេះហើយពេលខ្លះយើងប្រែប្រួលយើងចង់និយាយថារបត់នៃការប្រែប្រួលសមត្ថភាពរបស់យើងបត់អត់ទាន់អញ្ចឹងចំណុចនេះខ្ញុំជឿថាជាចំណុចមួយដែលគួរតែពិនិត្យមើលហើយជាអត្ថប្រយោជន៍ទៅទៀតចំណុចទី2បច្ចេកវិទ្យាបច្ចុប្បន្ននេះ AI ដើរតួនាទីសំខាន់ណាស់នៅក្នុងការជួយទៅដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយបន្ទប់ផ្សាយព័ត៌មានជាដើមប៉ុន្តែ AI ក៏ផ្ដល់បញ្ហាប្រឈមច្រើនណាស់ដែរអញ្ចឹងហើយបើសិនជាមែនទែនទៅចំណុចនេះយើងគួរតែពង្រឹងសមត្ថភាពរបស់យើងបន្ថែមមួយទៀតបាទដើម្បីយើងធានាថាបច្ចេកវិទ្យា AI ហ្នឹងគឺត្រូវបានដាក់បញ្ចូលទៅក្នុងដំណើរការប្រតិបត្តិការរបស់ការងាររបស់យើងបើមិនអញ្ចឹងទេយើងប្រកាសជានៅឆ្ងាយពីការប្រើប្រាស់បច្ចេកវិទ្យានិង AI ហើយចំណុចមួយទៀតរឿងតាក់ទងជាមួយនឹងការស្វែងយល់ការចងភ្ជាប់ខ្លួនយើងជាមួយនឹងបណ្ដាញនៅក្នុងតំបន់នៅក្នុងពិភពលោកទាំងមូលខ្ញុំជឿថាគឺជាកត្តាដែលចាំបាច់ដែរបើមិនអញ្ចឹងទេយើងអត់អាចគៀកោធនធានពីខាងក្រៅបានទេបើដោយសារតែយើងដឹងកត្តាខាងក្នុងគឺយើងពិបាកនៅក្នុងការគៀកោធនធានណាហើយកត្តារឿង digital មួយទៀតគឺធ្វើឲ្យយើងមានឧបសគ្គមួយទៀតមិនសូវមានការចាប់អារម្មណ៍ជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយនឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយលក្ខណៈប្រពៃណីប្រមាណទេចឹងហើយយើងត្រូវការភ្ជាប់ខ្លួនយើងជាមួយនឹងដៃគូនៅក្នុងតំបន់ដៃគូនៅខាងក្រៅដើម្បីឲ្យយើងអាចស្រូបទាញឬក៏ទទួលបានអ្វីដែលជាផលប្រយោជន៍ទាក់ទងជាមួយនឹងការគៀកោធនធានចំណុចផ្សេងទៀតខ្ញុំជឿថារឿងទាក់ទងជាមួយនឹងគេហៅថាការបង្កើតនៅbusiness model ឬក៏យើងហៅថាការវិធីសាស្ត្រនៃការរកចំណូលគួរតែមានច្រើនជាងពេលកន្លងមកដែរគួរជាអតិភិបមួយដែរបាទបើមិនអញ្ចឹងទេយើងពឹងផ្អែកចំណូលតែមួយប្រភពហើយពេលណាចំណូលប្រភពហ្នឹងមានផលប៉ះពាល់គឺថាយើងនឹងលែងអាចទប់បានតែម្ដងអញ្ចឹងយើងគួរតែមានការពន្លឿនហើយចំណុចហ្នឹងយើងគួរពន្លឿនពីព្រោះនៅក្នុងរបបនៃពិភពលោកបច្ចុប្បន្ននេះយើងឃើញហើយយើងស្ថាប័នមែនតើទៅអង្គការមិនមែនរដ្ឋាភិបាលគឺបាត់បង់ធនធានការគ្រប់គ្រងផ្នែកធនធានហិរញ្ញវត្ថុច្រើនណាស់បាទមាន 30% 40 50% រហូតដល់ស្ថាប័នខ្លះបាត់បង់រហូតដល់ 80% រហូតដល់ស្ថាប័នខ្លះបិទទៅទៀតអញ្ចឹងអាហ្នឹងមួយក៏ជាកត្តាប្រឈមធ្ងន់ធ្ងរដែរបើនិយាយអំពីរឿងប្រភពដែលអាចជាដៃគូនៅក្នុងការផ្ដល់ធនធានឲ្យយើងគឺបាត់បង់កាន់តែច្រើនដូច្នេះហើយការគិតអំពីរឿងគេហៅថា business model ក៏គួរតែជាកត្តាមួយចាំបាច់ដែរដើម្បីឲ្យយើងមើលថាតើយើងគួរធ្វើអីថ្មីគួរតែគៀកោនៅចំណូលតាមរយៈប្រភពណាខ្លះហើយសម្រាប់រដ្ឋាភិបាលគួរតែបើកទលាយដែរគួរតែបើកទលាយពីព្រោះហេតុអីបាទខ្ញុំនិយាយចឹងដោយសារតែរឿងប្រព័ន្ធផ្សព្វផ្សាយនេះដើរតួនាទីសំខាន់នៅក្នុងការជួយគ្រប់គ្រងទៅដល់ផលប្រយោជន៍សាធារណៈដូច្នេះគួរតែបើកទលាយសម្រាប់ពួកគាត់គៀកោស្វែងរកចំណូលធនធានដែរ